កំពីលើកទឹកចិត្តបាទនៅក្នុងព្រះគម្ពីរចោទយកថាចំពុក10បាទខ17 18ដែលបងមានព្រះបន្ទូលថាត្បិតព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ជាព្រះលើអស់ទាំងព្រះហើយជាព្រះអង្គម្ចាស់លើអស់ទាំងព្រះអង្គម្ចាស់គឺជាព្រះដ៏ធំដែលមានប្រជាស្ដាហើយក៏គួរស្ងែងខ្លាចទ្រង់មិនដែលយោគយល់ខាងអ្នកណាសោះក៏មិនទទួលសំណូកផងបងប្អូននៅពេលដែលបងប្អូនមិនទាន់បានទទួលជឿព្រះអង្គប៉ុន្តែបងប្អូនឆ្ងល់ថាតើព្រះយេស៊ូវគឺជាអ្នកណាបើនៅក្នុងព្រះគម្ពីរព្រះអង្គមានព្រះបន្ទូលថាព្រះអង្គគឺជាព្រះនៃយើងទាំងអស់គ្នាអញ្ចឹងមានន័យថានៃយើងទាំងអស់គ្នាព្រះអង្គអាចបានបែងចែកថាជាតិសាសន៍ណាទេព្រះអង្គគ្រាន់តែមានព្រះបន្ទូលថាព្រះអង្គគឺជាព្រះលើអស់ទាំងព្រះហើយជាព្រះដែលបានបង្កើតយើងរាល់គ្នាអញ្ចឹងព្រះអង្គមានអំណាចគ្រប់គ្រងលើអស់ទាំងប្រជាជនរបស់ព្រះអង្គមានអំណាចក្នុងការដែលដឹកនាំកូនរបស់ព្រះអង្គអញ្ចឹងទោះបីជាប្រជាជនរបស់ព្រះអង្គនិយាយភាសាសៀមនិយាយភាសាវៀតណាមនិយាយភាសាជប៉ុននិយាយភាសាកូរ៉េប៉ុន្តែពួកគេស្ថិតនៅក្នុងជាកូនរបស់ព្រះអង្គហើយជាអ្នកដែលបានបង្កើតតោះនេះបងប្អូនបាទនៅក្នុងនេះព្រះមានព្រះបន្ទូលថាព្រះអង្គគឺជាព្រះលើអស់ទាំងព្រះពាក្យថាជាព្រះលើអស់ទាំងព្រះគឺមានន័យថាព្រះអង្គមានអំណាចលើអស់ទាំងអំណាចនៃវិញ្ញាណអាក្រក់បងប្អូនណាខ្លះដែលស្គាល់វិញ្ញាណអាក្រក់ស្គាល់វិញ្ញាណខ្មោចទេស្គាល់វិញ្ញាណព្រាយវិសាចទេស្គាល់វិញ្ញាណមន្តអាគមទេស្គាល់ប៉ុន្តែសំណួរសួរកូនសួរព្រាយវិសាចនៅពេលដែលវិញ្ញាណណាដែលចង់ចាញ់ចាលមកលើកូនរបស់ផងបងវាអត់មានអំណាចទេបើវាអត់មានអំណាចទេបើអញ្ចឹងចំណាយពេលជាមួយខ្ញុំ15នាទីទៀតវាអត់មានអំណាចទេពីព្រោះព្រះអង្គមានព្រះបន្ទូលថាព្រះអង្គគឺជាព្រះលើអស់ទាំងព្រះដូច្នេះព្រះអង្គមានសិទ្ធិអំណាចក្នុងការបណ្ដេញរាល់អស់ទាំងវិញ្ញាណអាក្រក់ពុកម៉ែបងប្អូននៅទីកន្លែងនេះមានទីបន្ទាល់បងប្អូនជាច្រើនដែលគាត់ពីមុនមិនមែនជាអ្នកដែលទទួលជឿព្រះអង្គទេប៉ុន្តែតាមរយៈទីបន្ទាល់គាត់ឈឺតាមរយៈត្រូវមន្តអាគមតាមរយៈត្រូវវិញ្ញាណអាក្រក់កំពុងតែធ្វើបាបគាត់ប៉ុន្តែគាត់សាកសេចក្តីល្បងជាមួយនឹងអង្គព្រះយេស៊ូវគ្រីស្ទនៅពេលដែលគាត់បានសាកសេចក្តីល្បងជាមួយនឹងអង្គព្រះយេស៊ូវគ្រីស្ទគាត់បានទៅរកគ្រូគង្វាលដែលប្រចាំនៅតំបន់ណាដែលនៅជិតគាត់ប៉ុន្តែតំបន់នេះគឺលោកគ្រូថនឡាវនថនគាត់ជាអ្នកដឹកនាំអញ្ចឹងលោកគ្រូថនគាត់ជាអ្នកដឹកនាំគឺគាត់មានអំណោយទានមួយដែលមកពីព្រះគឺជាអំណោយទានដែលព្រះបានផ្ដល់ឲ្យគាត់មានន័យថាគាត់មានអំណោយទានលើអស់ទាំងវិញ្ញាណអាក្រក់នៅព្រះយេស៊ូវគ្រីស្ទពិតជាទៅលើវិញ្ញាណអាក្រក់មែនព្រះយេស៊ូវគ្រីស្ទមិនបាននៅក្រោមវិញ្ញាណអាក្រក់មានវិញ្ញាណជាច្រើនដែលកំពុងតែនៅលើផែនដីវិញ្ញាណខ្លះបានលបួងបងប្អូនទាំងអស់គ្នាឲ្យប្រព្រឹត្តនៃសេចក្តីអាក្រក់ឲ្យប្រព្រឹត្តនៃសេចក្តីលបួងប៉ុន្តែសំណួរសួរថាតើវិញ្ញាណណាដែលនាំឲ្យយើងមានសេចក្តីសុខសាន្តហើយមិនត្រូវការពីយើងបងប្អូនពីមុនខ្ញុំក៏អ្នកដែលមិនជឿលើអង្គព្រះយេស៊ូវគ្រីស្ទពីមុននៅពេលដែលឮអំពីព្រះនាមព្រះយេស៊ូវគ្រីស្ទគឺខ្ញុំស្អប់ប៉ុន្តែថ្ងៃមួយប្រពន្ធរបស់ខ្ញុំគាត់ឈឺឆ្នាំគាត់ចំណាយអស់រាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារជំរឿសចុងក្រោយគាត់បានជាសូម្បីតែលុយ100រៀលក៏មិនអស់ផងនេះជាការពិតនៅពេលដែលបងប្អូនតាក់សេចក្តីជំនឿព្រះអង្គនឹងធ្វើការភ្លាមហើយព្រោះព្រះអង្គជាព្រះសច្ចរិតព្រះអង្គមិនបានបង្គាប់បញ្ជានៅពេលណាម្នាក់បានទទួលជឿព្រះអង្គចង់បានសំណែងពីបងប្អូនទេព្រះអង្គអត់ត្រូវការទេព្រះអង្គអត់ត្រូវការយ៉ាច់បូជាដូចជាមន់ស្ងោទាស្ងោគោកដុតឬក៏ក្បាលជ្រូកក្បាលក្បីទេប៉ុន្តែយ៉ាច់បូជាដែលព្រះអង្គត្រូវការគឺចិត្តរបស់យើងអ្វីដែលយើងថ្វាយទៅព្រះអាមែនបងប្អូនអត់ជាការពិតនៅក្នុងព្រះបន្ទូលព្រះអង្គបានបែងចែកថាទ្រង់គឺជាព្រះដ៏ធំមែនទែនដែលយើងមិនអាចកណនាបានហើយព្រះអង្គក៏មានព្រះបន្ទូលថាព្រះអង្គគឺជាព្រះដែលមានប្រជាស្ដាដែលគួរឲ្យខ្លាចបងប្អូននៅពេលដែលបងប្អូនជួបវិញ្ញាណខ្មោចខ្លាចទេនៅពេលដែលបងប្អូនជួបវិញ្ញាណព្រាយជួបវិញ្ញាណអាបខ្លាចទេយើងជួបវិញ្ញាណទូតាចយើងខ្លាចប៉ុណ្ណឹងប៉ុន្តែព្រះមានព្រះវិញ្ញាណមានប្រជាស្ដាគុំលើវា100ដងរាប់ពាន់ដងរាប់កោតដងតែយើងមិនអាចកណនាបានគ្រាន់តែព្រះអង្គមានព្រះបន្ទូលមកកាន់យើងតែបន្តិចភ្នំត្រូវបានរង្គើណាភ្នំត្រូវបានរង្គើមេឃត្រូវបានរង្គើខ្លាំងហ៎អញ្ចឹងសូម្បីតែវិញ្ញាណអាក្រក់នៅពេលដែលបានលឺអំពីព្រះបន្ទូលរបស់ព្រះអង្គវានឹងកោតខ្លាចហើយពីខ្មៅទៅស
បច្ចុប្បន្នឥឡូវបើសិនជាយើងនិយាយអំពីការដែលយើងរស់នៅលើផែនដីវាមានភាពអយុត្តិធម៌និងភាពយុត្តិធម៌នៅពេលដែលយើងមានលុយយើងទទួលបានយុត្តិធម៌ប៉ុន្តែយើងអត់លុយយើងអត់ទទួលបានភាពយុត្តិធម៌រឿងខ្លះជារឿងមួយដែលយើងនឹកស្មានមកដល់ប៉ុន្តែសម្រាប់ព្រះអង្គគឺជាព្រះអង្គផ្ដល់ភាពសុចរិតនៅពេលដែលព្រះអង្គយាងមកព្រះអង្គអត់បានទទួលសំណុកពីអ្នកណាទេពីព្រោះអ្វីដែលព្រះអង្គមានគឺមានដូចបានទោះបីជាយើងគ្រប់គ្រាមិនគ្រប់ព្រះអង្គក៏ព្រះអង្គនៅតែជាព្រះទោះបីជាយើងគ្រប់ព្រះអង្គក៏ព្រះអង្គនៅតែជាព្រះតោះនេះបងប្អូនអញ្ចឹងអ្វីដែលនៅក្នុងថ្ងៃនេះដែលខ្ញុំនាំពុកម៉ែបងប្អូនឲ្យបានដឹងថាព្រះយេស៊ូវគឺជាព្រះដែលនៅលើអស់ទាំងព្រះហើយមានអំណាចលើអស់ទាំងវិញ្ញាណអាក្រក់មិនមែនគ្រាន់តែយើងហៅថាព្រះយេស៊ូវធម្មតាទេបងប្អូនអាចសាកនៃជំនឿអង្គព្រះយេស៊ូវគ្រីស្ទបាននៅពេលដែលពុកម៉ែបងមានបញ្ហាអញ្ចឹងហើយបាននៅក្នុងព្រះបន្ទូលរបស់ផងបងប្អូនមានប្រកាសថាព្រះអង្គគឺជាស្ដេចដែលនៅលើអស់ទាំងស្ដេចបាទព្រះអង្គជាព្រះដ៏ធំមហិមាដែលមិនអាចគណនាបានព្រះអង្គមានសិទ្ធិអំណាចក្នុងការដែលអាចធ្វើអ្វីបានមុនយើងទៅទៀតយើងគ្រាន់តែជាកូនរបស់យើងនៅពេលដែលយើងមានទុក្ខព្រួយព្រះអង្គនៅក្បែរយើងព្រះអង្គមិនអាចបោះបង់ចោលយើងទេក្មួយជាទីស្រឡាញ់នៅទីនេះក្មួយទៅដឹងថាក្មួយគឺជាតំកាំងស្នងឬស័យដូច្នេះក្មួយនៅពេលដែលបានទទួលជឿព្រះអង្គក្មួយសុំប្រាជ្ញាពីព្រះអង្គដើម្បីព្រះអង្គអាចបង្ហាញនៃប្រាជ្ញាក្នុងការរៀនសូត្រដូចជាបងប្អូននៅទីនេះបងជាអ្នកដែលមានសេចក្តីស្រឡាញ់សម្រាប់កូនបងចង់ឲ្យកូនល្អចុះតម្រាំព្រះអង្គគឺជាព្រះជាឪពុករបស់យើងរាល់គ្នាសួរថាគាត់ចង់ឲ្យពួកយើងល្អទេចង់ឲ្យល្អនៅពេលដែលយើងជួបទុក្ខលំបាកបងមានប្រឹងថាម៉េចចូលឯងមកឲ្យអញចូលឯងមកអញខំស្រែកណាស់ប៉ុន្តែពេលខ្លះកូនខ្លះបោះគូតដាក់ឲ្យឪពុកទៀតពេលខ្លះមិនហើយមានការលំបាកចង់សារអំពីជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទថាព្រះអង្គពិតជាមានអំណាចបច្ចេស្តាប្រប៉ុណ្ណាសូមអធិដ្ឋានទៅព្រះឬក៏ស្វែងរកគ្រូពង្វារបស់យើងនៅទីនេះស្រែកឲ្យគាត់ជួយសាកបងប្អូនណាដែលត្រូវមុនអាគមបងប្អូនណាដែលត្រូវអរិយធ្វើបាបហើយបងប្អូនខ្លះឯសែនរាល់ឆ្នាំប៉ុន្តែអត់មានទទួលបានផលពីអរិយសូមចូលទៅចំពោះលោកគ្រូសាកសេចក្តីជំនឿថាយើងយ៉ាងម៉េចខ្ញុំដឹងមានបងប្អូនជាច្រើនសុំ5នាទីណាកូនណាសុំ5នាទីដល់ហើយកូន4នាទីទៀតដែរកូនណាអញ្ចឹងអ្វីដែលសំខាន់គឺព្រះអង្គចង់ឲ្យយើងគ្រប់គ្នាបានចូលចំពោះព្រះអង្គយើងនៅលើផែនដីនេះមានអ្នកណាម្នាក់ជៀសពីសេចក្តីស្លាប់បានទេទាំងខ្ញុំជាអ្នកជឿព្រះទាំងបងប្អូនមិនទាន់ជឿព្រះគឺជាស្លាប់ដូចតែគ្នាប៉ុន្តែសំណួរសួរថានៅពេលដែលយើងស្លាប់ទៅយើងទៅណាបងប្អូនខ្លះក៏ចម្លើយថាទៅណាទៅអត់ខ្វល់នៅពេលដែលពុកម៉ែបងប្អូននិយាយពីបែបនេះពុកម៉ែបងប្អូនកំពុងបណ្ដាលឲ្យវិញ្ញាណរបស់យើងវង្វេងឋានហើយប៉ុន្តែបើសិនជាយើងគិតថាខ្ញុំចង់នៅពេលដែលរូបកាយរបស់ខ្ញុំសាច់ឈាមរបស់ខ្ញុំលើផែនដីពុករលួយនេះវាកំពុងតែវេទនាវាកំពុងតែលំបាកប៉ុន្តែនៅពេលដែលយើងស្លាប់ទៅសូមឲ្យវិញ្ញាណរបស់ខ្ញុំបានសង្គ្រោះឬបានទៅអាចឋានសួគ៌យើងទៅធ្វើម៉េចបងប្អូនខ្លះថាធ្វើបន់ឲ្យច្រើនទៅបានទៅឋានសួគ៌ចុះឥឡូវខ្ញុំសួរបងប្អូនមានបងប្អូនខ្លះក្មួយខ្លះគាត់អត់រកទៅថវិកាទិញអង្គហុំបានផងហ្នឹងអត់លុយធ្វើបន់ផងហ្នឹងអញ្ចឹងមានន័យថាម៉េចគាត់ទៅនរកទាំងអស់អញ្ចឹងមែនទេបើសិនជាយើងជឿលើអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គអត់គិតថាអ្នកនោះអ្នកមានអ្នកក្រឲ្យទៅទទួលជឿយើងបានទៅឋានសួគ៌ប៉ុន្តែបើបងប្អូនគិតថាមានលុយឲ្យច្រើនហើយធ្វើបន់ទៅបានទៅឋានសួគ៌អានោះជាគំនិតមួយដែរពុកបងប្អូនអត់បណ្ដោយឲ្យខ្លួនឯងធ្លាក់ទៅក្នុងសេចក្តីវង្វេងហើយនេះជាអ្វីដែលនាំឲ្យពួកបានស្គាល់អំពីអត្ថន័យនៃអង្គព្រះយេស៊ូវគ្រីស្ទហើយថ្ងៃនេះគឺជាពេលវេលាដែលព្រះអង្គបាននាំនៃសេចក្តីស្រឡាញ់របស់ផងព្រះអង្គ